បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទនេះគឺជាទស្សនវិជ្ជាវាលស្រែបាទហើយដីនេះគេភ្ជួររួចហើយបាទគឺនៅភូមិចៃមានជ័យពុកម៉ែបងប្អូនភូមិចៃមានជ័យនេះឆ្ងាយដែរណាពុកម៉ែបងប្អូនជាភូមិជនបទមួយបាទជិតដល់ភ្នំដែរណាបាទហើយมันជាផ្ទះប្រជាជនប្រជាកសិករយើងនៅតាមភូមិបណ្ដោយភូមិផ្លូវបាទតាមបណ្ដោយផ្លូវនៅក្នុងភូមិចៃមានជ័យនេះបាទផ្ទះពួកគាត់មើលទៅស្អាតស្អាតម្យ៉ាងបងប្អូនបាទតាមបែបរបៀបផ្ទះខ្មែរយើងបាទហើយនេះជាសាលាបឋមសិក្សាតែខ្ញុំមើលអត់ច្បាស់ទេបាទឬផ្លាកអត់ច្បាស់អត់ដឹងថាជាសាលាបឋមសិក្សាអ្វីបាទនេះជាផ្ទះពួកគាត់ទៀតហើយបាទផ្ទះនេះស្អាតបងប្អូនផ្ទះខ្មែរយើងបាទតែនេះដបូលស័ង្កសីបាទជារៀបសួរបងប្អូនបាទនេះគឺជាខ្ញុំថតវីដេអូនេះនៅភូមិចៃមានជ័យបងប្អូនបាទហើយភូមិចៃមានជ័យនេះគឺយើងជិះមកតាមផ្លូវភ្នំបណ្ណន់ណាប៉ុន្តែយើងអត់ចូលភ្នំបណ្ណន់ទេគឺហួសភ្នំបណ្ណន់ទៀតប្រហែលជា10គីឡូយើងនឹងមកដល់ភូមិចៃមានជ័យនេះបាទហើយភូមិចៃមានជ័យនេះគឺជាភូមិមួយបាទដែលភូមិជនបទស្រុកស្រែមួយដែលឆ្ងាយដែរណាបងប្អូនបាទចំណែកខាងនេះគឺដីវាលស្រែប្រជាកសិករយើងហើយនៅភ្នំនៅខាងមុខគាត់ថាវារៀងនៅឆ្ងាយបាទភាគច្រើនពួកគាត់មានជីវប្រកបមុខរបរធ្វើស្រែបាទលក់ដូរបាទដីស្រែណាបងប្អូនបាទធ្វើស្រែធ្វើចំការលក់ដូរបាទនេះខ្ញុំឃើញអញ្ចឹងខ្ញុំថាអញ្ចឹងបងប្អូនបាទធ្វើជាងម៉ូតូជាងប៉ះកង់ជាងម៉ូតូជាងឡានអីចឹងណាហើយនេះគឺជាការ៉ាសសាំងដែរបងប្អូននៅតាមជនបទឆ្ងាយឥឡូវមានការ៉ាសសាំងច្រើនដែរណាបាទមិនតែភូមិចៃមានជ័យមួយទេបងប្អូនបាទបែរមកខាងនេះវារៀងកុងមួយពលឺថ្ងៃណាបងប្អូនបាទមើលទស្សនវិជ្ជាដីស្រែបាទស្រស់ស្រាយបាទឥឡូវនេះរដូវវស្សាហើយអញ្ចឹងភ្លៀងធ្លាក់បដាហើយបាទតាមបន្លាយតាមស្រែហ្នឹងគឺមានទឹកហើយបាទមានទឹកប្រាហើយប្រជាជនយើងក៏បានភ្ជួររាស់និងបានព្រោះសាបកន្លែងខ្លះស្រូវដោះច្រើនដែរហើយបាទស្រូវដោះខ្ពស់ដែរហើយកន្លែងខ្លះទៀតក៏ស្រូវដោះដែរដោះទៀបបាទតន់ខ្ពស់បាទអញ្ចឹងផ្លូវនេះបើយើងទៅត្រង់រហូតគឺចេញមកដល់ផ្លូវជាតិលេខ57ពីមុនហើយតែផ្លូវជាតិលេខ10ណាគឺផ្លូវទៅបៃលិនណាបងប្អូនផ្លូវចេញពីបាត់ដំបងទៅបៃលិនហ្នឹងណាហើយបើនេះចេញទៅដល់កន្លែងចេញតាមផ្លូវហ្នឹងទៅជួបនឹងផ្លូវជាតិលេខ10ឬក៏កន្លែងផ្លូវ57ហ្នឹងគឺដល់កន្លែងស្នឹងបាទចេញទៅដល់ស្នឹងមកទៅត្រង់អញ្ចឹងណាបាទដីវាស្រែគេភ្ជួរហើយបាទទៅពេលខែភ្លៀងអញ្ចឹងទិដ្ឋភាពបាទទេសភាពតាមដងផ្លូវគឺមើលទៅពណ៌បៃតងបាទនេះកន្លែងគេគោស៊ីស្មៅបាទគោមានស្មៅខ្ចីស៊ីហូបវាឆ្ងាញ់វាបាទហើយដីនេះគេភ្ជួររួចហើយបងប្អូនឥឡូវនេះភ្លៀង
2-3 ថ្ងៃអញ្ចឹងទៅរាំង 2-3 ថ្ងៃអញ្ចឹងភ្លៀង 2-3 ថ្ងៃរាំង 2-3 ថ្ងៃអញ្ចឹងណាហើយទិដ្ឋភាពឥឡូវគឺស្រស់បំព្រងគឺតាមផ្លូវគឺបៃតងហើយបាទអញ្ចឹងក៏ខ្ញុំធ្វើបន្តដំណើរទៅមុខទៀតបាទតាមផ្លូវហ្នឹងដើមបត្រាច្រើនណាស់បងប្អូនបត្រាស្រែការខ្ញុំធ្លាប់ដឹកភ្ញៀវដើរលេងតាមហ្នឹងខែបត្រាបេះបត្រាញ៉ាំឆ្ងាញ់ណាបងប្អូនបាទបត្រាតាមផ្លូវឆ្ងាញ់ណាបត្រាខ្មែរយើងបាទហើយវីដេអូនេះខ្ញុំអត់មានកាត់ទេបាទថតតាមផ្លូវទៅរហូតបាទអត់កាត់វីដេអូទេបាទឲ្យបងប្អូនមកឃើញទាំងអស់បាទជាផ្ទះពួកគាត់បាទយើងមើលផ្លូវមើលផ្ទះមើលអីចឹងទៅមើលមានអារម្មណ៍ថាគួរចង់នៅដែរបាទប៉ុន្តែតែពេលយើងនៅបើដឹងថាវាមិនស្រួលដូចយើងគិតណាបាទនេះបាទមកដុំនៅផ្ទះច្រើនបាទសង្ស័យផ្ទះបងប្អូនគេមើលទៅបាទផ្ទះសង្កសីបាទពីច្រើនបងប្អូនខ្មែរយើងចិត្តធ្វើផ្ទះសង្កសីបើសង្កសីថោកស្រួលធ្វើបាទតែសង្កសីក្តៅបងប្អូនបាទនិយាយទៅបងប្អូនស្រុកខ្មែរយើងបើសិនជាថាមានទីផ្សារសម្រាប់បន្លែផ្លែឈើស្រូវអីជាងសាច់អីចឹងណាមានទីផ្សារលក់ប្រហែលជាជីវភាពយើងអាចនឹងប្រជាជនខ្មែរយើងអាចនឹងស្រស់បំព្រងជាងមុនបាទសប្បាយចិត្តជាងមុនអត់តែប្រកបបាទមានជីវភាពធូរធារជាងមុនចឹងបងប្អូនបាទតាមពិតទៅខ្មែរយើងក្នុងស្រុកប្រទេសកម្ពុជាក៏អាចផលិតបន្លែផ្លែឈើអាហារបានច្រើនដែរបាទមិនចាំបាច់នាំចូលក៏អាចស្រួលដែរបាទចំណេញខ្មែរយើងផងបាទនេះគឺជាសាលាបឋមសិក្សាអីចេះខ្ញុំមើលអត់ដឹងទេឆ្ងាយពេកបាទប្រជាកសិករខ្មែរយើងគឺធ្វើរហូតធ្វើស្រែធ្វើស្រូវរហូតបងប្អូនហើយបើគាត់មានទីផ្សារលក់ទៅបានចំណេញច្រើនគាត់សប្បាយចិត្តណាហើយជីវភាពពួកគាត់ក៏ល្អប្រសើរជាងមុនដែរបាទភូមិមិនថាគាត់ខ្ជិលបងប្អូនថាខាងខ្មែរខ្ជិលតែខ្មែរឥឡូវអត់ខ្ជិលណាបងប្អូនឲ្យតែមានទីផ្សារនឹងធ្វើឲ្យដាំហើយបាទមិនខ្ជិលដូចមុនថាខ្ជិលមិនខ្ជិលដូចមុនទេបងប្អូនបាទផ្ទះពួកគាត់បាទខ្ញុំព្យាយាមជិះយឺតមែនតើណាបងប្អូនណាបាទ
ខ្ញុំអត់មានដាក់នេះខ្ញុំយក original មកខ្ញុំអត់មានធ្វើឲ្យវា slow ធ្វើអីទេបាទជីវភាពខ្មែរយើងបានល្អប្រសើរជាងនេះនឹងសប្បាយបាទយើងមើលទៅអញ្ចឹងយើងឃើញផ្ទះប្រជាជនតាមភូមិស្រុកចឹងកាយយើងគិតថាសប្បាយរស់នៅល្អបាទល្អមែនមិនខុសទេបងប្អូនតែល្អនោះតើយើងមានលុយចាយដែរបើយើងអត់លុយចាយយើងពិបាកហើយបាទពិបាកនឹងរស់នៅហើយបាទតែនេះស្អាតណាស់តែនេះបាទខៀវបាច់តក់ពណ៌ផ្ទៃមេឃបាទបាទតែនេះអ្នកមានតែបាទតែធំបាទស្អាតទេណាបាទបាទនៅម្ដុំបាទតែចិត្តដីបងប្អូនគេអញ្ចឹងណាផ្ទះនេះស្អាតមានសួនច្បារនៅពីមុខផ្ទះទៀតបាទផ្ទះនេះក៏ស្អាតដែរបងប្អូនបាទមកម្ដុំនេះសាំងអាស័យបាទបាទផ្ទះនេះផ្ទះម៉ូដកពើ5បងប្អូនបាទផ្ទះហ្នឹងពេញឥឡូវម៉ូដហ្នឹងពេញនិយមនៅស្រុកខ្មែរបាទជាពិសេសអ្នកនៅតាមជនបទបាទនិយាយទៅអ្នកក្រុងក៏ធ្វើបែបហ្នឹងដែរឲ្យថាតែមិនមែនអ្នកក្រុងនៅកណ្ដាលក្រុងណាអ្នកនៅរៀងជាក្រុងឆ្ងាយតែអញ្ចឹងណាព្រោះក្រុងបាត់ដំបងឥឡូវធំជាងមុនណាបងប្អូនបាទបាទតែនេះខៀវហ្មងបាទសាំងអាស័យពណ៌ខៀវបាទតែនេះស្ងាត់អ្នកឯងអូនោះមាននៅក្រោយដែរតាបាទនេះកដោចម្បើងបាទ
នេះឃើញភ្នំរៀងចិត្តណាបងប្អូនមកឃើញភ្នំរៀងចិត្តតែពិតក្នុងកាមេរ៉ាយើងមើលទៅអញ្ចឹងបើយើងមើលនឹងភ្នែកបើយើងមើលនឹងភ្នែកឃើញភ្នំនោះធំជាងហ្នឹងបាទតែក្នុងកាមេរ៉ាមើលទៅរៀងទូចឹងកន្លែងណាដែលអត់មានផ្ទះខ្ញុំបែរកាមេរ៉ាទៅភ្នំទៅវាលស្រែបាទមើលបងប្អូនបានមើលទស្សនាបាទបាទអញ្ចឹងវីដេអូខ្ញុំចប់ប៉ុណ្ណឹងហើយបងប្អូនបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទខ្ញុំបាទភារ៉ាបាទសូមអរគុណបាទសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយទៀតគឺនៅភូមិរូងបាទភូមិរូង